ថ្ងៃនឹងចំហុយពគាទឹកត្រីកោះកុងឲ្យម៉ែក្មេកសាកម្ដងកម្រងយូរឲ្យថាធ្វើឲ្យគាត់ញ៉ាំដែរតែភ្លេចបងប្អូនហើយដល់ពេលអញ្ចឹងទៅចេះតែរនឹកឃើញទៅយើងធ្វើឲ្យហើយអញ្ចឹងណាហើយមុននឹងធ្វើនឹងគឺខ្ញុំស្រុះមីឲ្យអូននីអ៊ីសិនអូននីអ៊ីគាត់ចូលចិត្តញ៉ាំមីអញ្ចឹងទៅម៉ែក្មេកខ្ញុំគាត់ធ្វើមីធ្វើអីហើយខ្ញុំក៏ចាប់ផ្ដើមស្រុះឲ្យគាត់អញ្ចឹងដាក់លាយជាមួយនឹងបន្លែសាច់ហើយនឹងបាញ់ប៉ោះបន្ទាប់ពីធ្វើឲ្យគាត់ហើយចាំយើងរៀបចំធ្វើមុខម្ហូបរបស់យើងអញ្ចឹងណាម៉ាក់ស្រុះមីមិនតន់ឆ្អិនផងកូនហត់ចានឲ្យមុនបាត់ហើយដោយសារអូននីអ៊ីឃ្លានណាស់អញ្ចឹងទៅប្រញាប់ឲ្យម៉ាក់ស្រុះឲ្យលឿនហើយខ្ញុំប្រញាប់ធ្វើឲ្យលឿនហ្នឹងដោយសារប្រញាប់យកឲ្យយាយគាត់យកទៅបញ្ចុកអូនអញ្ចឹងណាដោយសារហេនឹងងាយដែរហើយក៏ចាប់ផ្ដើមរៀបចំបន្លែសម្រាប់យកទៅផ្ទាប់ជាមួយនឹងពគាទឹកត្រីកោះកុងយើងហ្នឹងអញ្ចឹងក៏ចាប់ផ្ដើមរៀបចំមកហើយមួយមានម៉ែក្មេកចិនមែនបងប្អូនប៉ុន្តែគាត់ចេះញ៉ាំម្ហូបខ្មែរដែរអញ្ចឹងទៅយើងអាចធ្វើអីយើងញ៉ាំបានជុំគ្នាហ្មងអត់មានថាយើងញ៉ាំតែឯងទេហើយម៉ែក្មេកខ្ញុំគាត់ស្រួលដែរហ៎អញ្ចឹងលើកទី1ហើយថ្ងៃហ្នឹងសាកឲ្យគាត់ញ៉ាំម្ដងអញ្ចឹងណាខ្ញុំក៏ចាប់ផ្ដើមឆាបន្លែមួយមុខពីរមុខហើយនឹងឆាសាច់មួយមុខទៀតដែរអញ្ចឹងណាមួយខ្លាចគាត់អត់ចូលចិត្តអីអញ្ចឹងដោយសារម្ហូបខ្មែររៀងប្លែកយើងនៅផ្ទះតែ2 3នាក់យាយចៅហើយនឹងកូនប្រសាទេតែមិនបាច់មើលមុខម្ហូបទេឡើង2 3មុខណាមួយខ្ញុំចង់ញ៉ាំពគាទឹកត្រីកោះកុងដោយសារខានញ៉ាំយូរដែរហើយក៏កម្រងធ្វើឲ្យម៉ែក្មេកសាកហ្មងទៅបើប្តីខ្ញុំនៅដឹងតែបានញ៉ាំជុំគ្នាចូលចិត្តហ្មងព្រោះប្តីខ្ញុំគាត់ធ្លាប់ញ៉ាំកាលនៅខ្មែរអញ្ចឹងណាតែដោយសារល្ងាចហ្នឹងគាត់រវល់ថែម៉ោងទៅអត់បានមកញ៉ាំបាយនៅផ្ទះហើយធ្វើម្ហូបញ៉ាំ3នាក់យាយចៅហើយនឹងកូនប្រសាហ្មងទៅខ្ញុំក៏ចាប់ផ្ដើមបុកខ្ទឹមម្ទេសហ្នឹងធ្វើជាទឹកត្រីកោះកុងអញ្ចឹងតែបុកមិនចង់ម៉ត់ទេដោយសារត្បាល់រៀងតូចពេកហើយរៀងស្រាលនិយាយទៅត្បាល់ហ្នឹងម៉ែក្មេកខ្ញុំគាត់ទិញឲ្យតាំងពីខ្ញុំមកដំបងដោយសារគាត់ថាគាត់ឃើញគ្រឿងផ្សំរបស់ជនជាតិខ្មែរយើងដឹងតែមានត្បាល់មានអីជាគ្រឿងពិសេសអីអញ្ចឹងណាបុកថាខ្ទឹមម្ទេសឬក៏ធ្វើអីអញ្ចឹងទៅអញ្ចឹងក៏គាត់ទិញឲ្យមួយតែគាត់ទិញឲ្យរៀងតូចពេកដល់ពេលអញ្ចឹងទៅយើងរៀងពិបាកធ្វើអីបុកគ្រឿងអីអត់សូវម៉ត់ទេខ្ញុំចេះតែភ្លេចទិញមួយទៀតបើទិញមួយទៀតនឹងត្រូវទិញរៀងធំជាងនឹងតិចដើម្បីយើងបុកគ្រឿងបានហើយយើងយកធ្វើបុកល្ហុងធ្វើអីរៀងងាយស្រួលអញ្ចឹងណាដោយសារនេះរៀងតូចពេកអញ្ចឹងធ្វើកំកាតដែរបងប្អូនទឹកចិត្តម៉ែក្មេកគាត់ខំទិញឲ្យហើយអញ្ចឹងយើងចេះតែទុកទៅកុំឲ្យគាត់អន់ចិត្តអញ្ចឹងណាហើយខ្ញុំក៏ចាប់ផ្ដើមឆាបន្លែមួយមុខបងប្អូននេះគឺខ្ញុំឆាស្ពៃតឿជាមួយនឹងផ្សិតខ្មៅក្រៀមបងប្អូនតំណងមួយយ៉ាងដែរមុខម្ហូបមុខនេះរៀងឆ្ងាញ់ដែរយើងអាចឆាជំនួសសាច់បានយើងមិនដាក់លាយសាច់គឺយើងលាយជាមួយនឹងផ្សិតខ្មៅក្រៀមចឹងទៅជាតិមែនតែនបន្ទាប់ពីឆាបន្លែហើយមួយមុខសាច់មួយមុខនឹងរួចអស់ហើយដោយសារអ្នកខ្ញុំភាគច្រើនធ្វើម្ហូបមានតែបន្លែមួយមុខសាច់មួយមុខនឹងឯងហើយមានស៊ុបទៀតតែថ្ងៃនេះអត់ធ្វើស៊ុបទេខ្ញុំក៏ចាប់ផ្ដើមចំហុយពគារបស់យើងនឹងឯងពួកអីខ្ញុំអត់យកទៅស្រស់ទេខ្ញុំចូលចិត្តចំហុយដើម្បីមានជាតិឆ្ងាញ់ជាងអញ្ចឹងណាបងប្អូនយើងចំហុយតែប្រហែលនាទីទៅឆ្អិនហើយយើងលើកដាក់ឬអាចញ៉ាំបានហើយខ្ញុំក៏ចាប់ផ្ដើមដួសទឹកត្រីកោះកុងយើងនឹងដាក់ចានឲ្យហើយអញ្ចឹងណាខ្ញុំបុកខ្ញុំលាយគ្រឿងនៅក្នុងត្បាល់ហ្មងដោយសារត្បាល់រៀងតូចប៉ុនកូនចានដែរអញ្ចឹងបន្ទាប់ពីធ្វើម្ហូបប្រហែលមុខឆ្អិនអស់ហើយក៏ចាប់ផ្ដើមរៀបចំដាក់លើតុបងប្អូនដោយសារតំណងមែនតែននិយាយទៅធ្វើពគាទឹកត្រីកោះកុងម្ដងឲ្យតែថាធ្វើហើយញ៉ាំឡើងអស់ពីចានតែថ្ងៃហ្នឹងបានម៉ែក្មេកនៅផ្ទះទៅធ្វើឲ្យម៉ែក្មេកសាកហ្មងទៅកម្រងតាំងពីយូរហើយតាំងពីម៉ែក្មេកទៅលេងផ្ទះបងថ្លៃតែអត់បានធ្វើឲ្យគាត់ញ៉ាំទេដោយសារគាត់មកវិញទៅនឹងចេះតែរវល់ទៅធ្វើនេះធ្វើនោះទៅចេះតែភ្លេចហើយថ្ងៃហ្នឹងដែរគាត់ធ្វើឲ្យគាត់សាកហ្មងទៅក៏ចាប់ផ្ដើមរៀបចំដាក់លើតុហ្នឹងឲ្យម៉ែក្មេកខ្ញុំគាត់សាកអញ្ចឹងណានិយាយពីថាគាត់ថាឆ្ងាញ់មែនតើហ្នឹងម៉ែក្មេកខ្ញុំគាត់ធ្លាប់តែញ៉ាំពគាចំហុយអញ្ចឹងជាមួយនឹងទឹកស៊ីអ៊ូវជូររបស់ចិនដល់ពេលសានេះគឺញ៉ាំជាមួយនឹងទឹកត្រីកោះកុងបែបខ្មែរបន្ទាប់មានសាឡាត់មានតែសក់អញ្ចឹងទៅគាត់ថាប្លែកមាត់មែនតែនរាល់ថ្ងៃហ្នឹងបានម៉ែក្មេកជាមួយប្តីពេលខ្ញុំចូលធ្វើម្ហូបម្ដងហ្នឹងគឺថាជួយញ៉ាំអស់ជួយគ្រប់គ្រងមិនថាម្ហូបខ្មែរមិនថាម្ហូបចិនទេដោយសារពួកគាត់ចេះញ៉ាំដែរអញ្ចឹងយើងអត់ញ៉ាំតែឯង